ឆ្ងល់ដែរធ្លាប់តែឃើញនៅក្នុងលំហាត់គណិតមាន a ការ៉េដក 2ab បូក b ការ៉េហើយមកក្នុងជីវៈមានដែរតោះអញ្ចឹងឆ្ងល់ណាស់ថាប្រធាននឹងគេឲ្យរួចគេអញ្ចឹងយើងទៅមើលប្រធានទាំងអស់គ្នាអញ្ចឹងយើងចូលដល់លំហាត់លេខ6ណាលំហាត់របស់យើងហ្នឹងហើយអញ្ចឹងប្រធានរបស់យើងគេឲ្យមកអង្កត់ ADN មួយមានតំណែងតំណងនុយក្លេអ៊ីតដូចតទៅដោយ a ការ៉េដក 2ac បូក c ការ៉េស្មើឲ្យ9%គេដឹងទៀតថានៅលើអង្កត់ហ្នឹងគឺមាននុយក្លេអ៊ីតប្រភេទ adenine ហ្នឹងគឺ500នុយក្លេអ៊ីតហើយសំណួរដែលគេសួរហ្នឹងគេឲ្យយើងរកនុយក្លេអ៊ីតភាគរយរបស់នុយក្លេអ៊ីតប្រភេទនីមួយៗរបស់ ADN ហ្នឹងហើយនឹងអក្សរខគេឲ្យយើងគណនាចំនួនសម្ព័ន្ធកូវ៉ាឡង់អញ្ចឹងសម្ព័ន្ធកូវ៉ាឡង់កន្លែងនេះបងប្អូនអាចរកដូចសម្ព័ន្ធគីមីដែរណាតោះហើយដំណោះស្រាយមិនទៅនេះពាក់ព័ន្ធជាមួយនឹងកន្លែងនេះថ្លៃទៀតហើយតោះអញ្ចឹងមុននឹងចូលដល់កន្លែងហ្នឹងដូចសំម្ដងដែរគឺយើងត្រូវតែធ្វើមិនដែរស្រង់បំរាប់សិនចាអញ្ចឹងយើងស្រង់បំរាប់សិនមើលបំរាប់របស់យើងមាន a ការ៉េដក 2ac បូក c ការ៉េស្មើឲ្យ9%បន្ទាប់មកនុយក្លេអ៊ីត a របស់យើង500នុយក្លេអ៊ីតអញ្ចឹងយើងស្រង់មកអញ្ចឹងយើងបាន a ស្មើឲ្យ500នុយក្លេអ៊ីតអ្នកគ្រូសុំកាត់តោះអញ្ចឹងអានេះយើងធ្វើមិនទៅកន្លែងនេះរូបមន្តគណិតរបស់យើងមិនដែរ a ការ៉េដក 2ac បូក b ការ៉េយើងបាន a ដក b លើកជាការ៉េមិនអញ្ចឹងហីអញ្ចឹងក្នុងនេះយើងធ្វើដូចគ្នាមកប៉ុន្តែមុននឹងយើងចូលដល់កន្លែងហ្នឹងយើងវិចារគោលការណ៍បំពេញបាសមួយសិនមកដោយសារតែយើងត្រូវទៅរក a បូក c ស្មើឲ្យ 50% ដើម្បីចងជាសមីការមួយនិងសមីការ2ទៀតតោះអញ្ចឹងយើងដាក់តាមគោលការណ៍បំពេញបាសអញ្ចឹងគោលការណ៍បំពេញបាសរបស់យើង a បំពេញមួយទេ c បំពេញមួយ c a ស្មើទេនិង c ស្មើ c អូខេអញ្ចឹងយើងដាក់កន្លែងនេះមួយមកយើងអាចដាក់តាមបំរាប់ a ការ៉េដក 2a c បូក c ការ៉េស្មើឲ្យ9%អញ្ចឹងយើងប្រើតាមរូបមន្តគណិតមកយើងបាន a ដក c លើកជាការ៉េស្មើឲ្យ9%អញ្ចឹងយើងបោះការ៉េខាងនេះមកអញ្ចឹងយើងបាន a ដក c ស្មើឲ្យ9អ្នកគ្រូសរសេរ9លើ100ដើម្បីងាយចេញពីរឹសអញ្ចឹងយើងបានទៅចេញពីរឹសមកបាន3នៅលើ10អញ្ចឹងបើសិនជាយើងចង់គិតវាជាភាគរយយើងយក3នៅយើងយកវាទៅកុននឹង100អញ្ចឹងវាបាន30%ណាហ្នឹងហើយអញ្ចឹងបាន a ដក c ស្មើឲ្យ30%អញ្ចឹងប៉ុណ្ណឹងយើងចង់សមីការមួយមកតមកទៀតយើងមើលតាមគោលការណ៍បំពេញបាសរបស់យើងរូបមន្តយើងមានរូបមន្តភាគរយមួយអញ្ចឹងយើងដាក់ដោយភាគរយ a បូកភាគរយទេបូកភាគរយ c បូកភាគរយ z ស្មើឲ្យ100%អញ្ចឹង2% a បូក2% c ស្មើឲ្យ100%អ្នកគ្រូចាប់2ជាកត្តាអញ្ចឹងនៅសល់តែភាគរយ a បូកភាគរយ c ស្មើឲ្យ50%អញ្ចឹងអាហ្នឹងយើងចង់ជាសមីការ2បានហើយចង់ជាសមីការ2មកហើយបន្ទាប់មកយើងយកសមីការទី1និងសមីការទី2នេះមកផ្ទឹមគ្នាអញ្ចឹងយើងគ្រូដាក់តាម1និង2អញ្ចឹងតាម1និង2របស់យើងសមីការរបស់យើង a ភាគរយ a បូកភាគរយ c ស្មើឲ្យ50%ភាគរយ a ដកឲ្យភាគរយ c ស្មើឲ្យ30%ជាសមីការមួយអញ្ចឹងយើងដោះមកអញ្ចឹងអានេះយើងបំបាត់គ្នាអស់អញ្ចឹងនៅសល់2% a ស្មើឲ្យ80%តមកភាគរយ a របស់យើងស្មើឲ្យប៉ុន្មានដែរ80ចែកឲ្យ2នៅសល់40អញ្ចឹងភាគរយ a របស់យើងសល់40%អញ្ចឹងយើងស្គាល់ភាគរយ a យើងអាចទៅទាញរកភាគរយ c មកយើងជួសក្នុងសមីការទី1ក៏បានឬក៏សមីការទី2ក៏បានដែរអញ្ចឹងអ្នកគ្រូជួសក្នុងសមីការទី2អញ្ចឹងសមីការទី2របស់យើងអ្នកគ្រូទាញយកហ្មងអញ្ចឹងសល់ភាគរយ c ស្មើឲ្យ50%ដកឲ្យ40%អញ្ចឹងភាគរយ c របស់យើងគឺនៅសល់10%អូខេអញ្ចឹងយើងមើលដល់ចម្លើយឬក៏ដល់អ្វីដែលគេចង់បាននៅគេឲ្យយើងរកភាគរយនៅក្លេអ៊ីតប្រភេទនីមួយៗអញ្ចឹងដល់អ្វីដែលគេចង់បាននេះយើងដាក់ដូចនេះបានហើយអញ្ចឹងដូចនេះភាគរយ a ស្មើឲ្យភាគរយ t ស្មើឲ្យប៉ុន្មានដែរចា40%ភាគរយ c ស្មើឲ្យភាគរយ z ស្មើឲ្យ10%អូខេហើយបន្ទាប់មកយើងទៅមើលសំណួរអក្សរខរបស់យើងវិញសំណួរអក្សរខរបស់យើងគេឲ្យយើងកណនាសម្ព័ន្ធកូវ៉ាឡង់អញ្ចឹងដើម្បីកណនាសម្ព័ន្ធកូវ៉ាឡង់បានគឺយើងត្រូវស្គាល់តម្លៃ m ដោយសារសម្ព័ន្ធកូវ៉ាឡង់របស់យើងយក m ដកនឹង2ប៉ុន្តែសួរថារក m តាមណាបានឥឡូវយើងស្គាល់ភាគរយ a
បំរាប់របស់យើងនៅសល់អីគេនៅ clear ទៀត A1 អញ្ចឹងយើងអាចទាញរូបអមតាមសមាមាត្រជាភាគរយបានហើយពេលទាញរូបអមតាមសមាមាត្រជាភាគរយបានយើងអាចទាញរូបចំនួនសម្ព័ន្ធកូនប្រឡងបានដូចគ្នាហ្នឹងហើយអញ្ចឹងអក្សរខនេះអ្នកគ្រូទុកឲ្យយើងធ្វើជាកិច្ចការផ្ទះដូចគ្នាអញ្ចឹងសម្រាប់វីដេអូនេះអ្នកគ្រូក៏មានតែប៉ុណ្្នឹងអរគុណ